សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ខ្សែជីវិតថ្ងៃនេះយើងនឹងនិយាយអំពីអាហារមួយដែលមនុស្សជាច្រើនចូលចិត្តនិងញ៉ាំជាញឹកញាប់គឺមីកញ្ចប់មីកញ្ចប់ងាយស្រួលឆាប់រហ័សនិងរសជាតិឆ្ងាញ់ជាពិសេសសម្រាប់អ្នករវល់ឬមិនមានពេលចម្អិនអាហារប៉ុន្តែអ្នកដឹងទេបើញ៉ាំញឹកញាប់វាអាចប៉ះពាល់ដល់សុខភាពដូច្នេះថ្ងៃនេះយើងមកស្គាល់ថាមីកញ្ចប់ប៉ះពាល់អ្វីខ្លះចំណុចទី1គឺមានអំបិលខ្ពស់មីកញ្ចប់ភាគច្រើនមានសូឌីមខ្ពស់បើញ៉ាំច្រើនអាចបង្កឲ្យសម្ពាធឈាមឡើងហើយប៉ះពាល់ដល់បេះដូងចំណុចទី2គឺខ្វះសារធាតុចិញ្ចឹមមីកញ្ចប់មិនមានវីតាមីននិងសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេបើញ៉ាំជំនួសអាហារស្រស់រាងកាយអាចខ្វះសារធាតុចាំបាច់ចំណុចទី3គឺមានខ្លាញ់មីខ្លះត្រូវបានចៀនមុនដូច្នេះវាមានខ្លាញ់ខ្ពស់បើញ៉ាំញឹកញាប់អាចធ្វើឲ្យទម្ងន់ឡើងចំណុចទី4គឺសារធាតុកែច្នៃមីកញ្ចប់មានសារធាតុរក្សាទុកនិងរសជាតិបន្ថែមបើញ៉ាំច្រើនអាចប៉ះពាល់ដល់សុខភាពយូរអង្វែងចំណុចទី5គឺប៉ះពាល់ដល់ក្រពះមីកញ្ចប់ខ្លះមានរសជាតិខ្លាំងនិងអាស៊ីតវាអាចបង្កឲ្យឈឺក្រពះឬក្រហាយក្នុងទ្រូងចំណុចទី6គឺធ្វើឲ្យអស់ថាមពលលឿនមីកញ្ចប់មានកាបូអ៊ីដ្រាតខ្ពស់វាអាចផ្ដល់ថាមពលភ្លាមប៉ុន្តែបន្ទាប់មកអ្នកអាចមានអារម្មណ៍ហត់វិញឥឡូវនេះសំណួរមកវិញតើយើងគួរធ្វើដូចម្តេចមិនចាំបាច់ឈប់ញ៉ាំទាំងស្រុងទេប៉ុន្តែគួរតែបន្ថយកុំញ៉ាំរាល់ថ្ងៃបន្ថែមបន្លែសាច់ឬស៊ុតកុំប្រើម្សៅទាំងអស់ក្នុងកញ្ចប់ផឹកទឹកច្រើនការកែប្រែតិចៗអាចជួយកាត់បន្ថយផលប៉ះពាល់សរុបវិញមីកញ្ចប់មិនមែនអាក្រក់ទាំងស្រុងទេប៉ុន្តែបើញ៉ាំរូបពេលញឹកញាប់វាអាចប៉ះពាល់ដល់សុខភាពយូរអង្វែងបើយើងញ៉ាំដោយមានការយល់ដឹងយើងអាចរក្សាសុខភាពបានល្អបើអ្នកចូលចិត្តវីដេអូនេះកុំភ្លេច like share និង subscribe Channel ខ្សែជីវិតសូមអរគុណ